ជំរាបសួរបងប្អូនទាំងអស់គ្នាត្រឡប់មកទៀតហើយជាមួយនឹងគ្រួសាររបស់នាងខ្ញុំថ្ងៃនេះជាថ្ងៃចុងសប្តាហ៍បងប្អូនទាំងអស់គ្នាហើយវិលៀមនិងជូលីពួកគេអត់ទៅរៀនទេចំណែកឯខ្ញុំទាំងពីរអ្នកប្តីប្រពន្ធក៏អត់ធ្វើការដែរពីប្រាប់មិញហ្នឹងយើងនាំគ្នាទៅផ្សារទិញម្ហូបដល់ពេលទៅផ្សារទិញម្ហូបត្រឡប់ពីផ្សារវិញហ្នឹងជូលីថាម៉ាក់ថ្ងៃហ្នឹងអាកាសធាតុល្អមែនតែនកូនហើយនឹងប្អូនចង់ទៅជិះកង់ហើយនឹងជិះឡានដើរលេងម៉ាក់ជូនទៅបានទេដល់អញ្ចឹងខ្ញុំហើយនឹងលោកប្តីអូខេអត់បញ្ហាជូនទៅបានដល់ហើយពួកគេជួយតែមុនពេលចេញមកផ្ទះនៅអត់បានថតបងប្អូនទាំងអស់គ្នាពួកគេជួយមែនតែនលើកឡានលើកកង់ដាក់ចូលក្នុងឡានអីគេមកដល់ពេលមកដល់ទីនេះគេឃើញកន្លែងដូចថាអាកាសធាតុល្អហើយដូចថាវាតលាយសម្រាប់ពួកគេជិះកង់ជិះម៉ូតូជិះកង់ជិះម៉ូតូជិះកង់ជិះឡានណាបងប្អូនទាំងអស់គ្នាដល់ពេលអញ្ចឹងទៅធ្វើឲ្យពួកគេសប្បាយមែនតែនមានសម្លេងសើចក្អាកក្អាយមែនតែនតែម្ដងបងប្អូនទាំងអស់គ្នាដល់ពេលអញ្ចឹងទៅធ្វើឲ្យយើងជាឪពុកម្ដាយនេះក៏សប្បាយហើយនឹងរីករាយទៅតាមសម្លេងសើចរបស់កូនរបស់យើងអញ្ចឹងណាបងប្អូនអើយរាល់ថ្ងៃនេះខ្ញុំពីរអ្នកប្តីប្រពន្ធរបស់ខ្ញុំព្យាយាមណាគឺព្យាយាមធ្វើជាឪពុកម្ដាយដ៏ល្អខិតខំរៀនបទពិសោធន៍ពីឪពុកម្ដាយរបស់ពួកយើងណាកាលខ្ញុំនៅក្មេងគឺខ្ញុំតែងតែរស់នៅក្នុងគ្រួសារមួយដែលមានឪពុកម្ដាយមានបងស្រឡាញ់និងយកចិត្តទុកដាក់មែនតែនដូច្នេះហើយខ្ញុំមានកុមារភាពដ៏ល្អខ្ញុំមានសុខសុវត្ថិភាពផ្លូវចិត្តមែនតែនធ្វើឲ្យជីវិតរបស់ខ្ញុំរីករាយហើយមិនមានសម្ពាធអ្វីទាល់តែសោះក្រោយពេលរៀបការមករស់នៅសហរដ្ឋអាមេរិកឪពុកម្ដាយអ្នកផ្ទះបារម្ភមែនតែនព្រោះយើងខ្លួនមួយមករស់នៅស្រុកគេជាមួយនឹងប្តីតែក្រោយពីយើងចាប់ដៃគ្នាមករស់នៅជាមួយគ្នាប្តីរបស់ខ្ញុំគាត់មានការយោគយល់ការអធ្យាស្រ័យទោះបីនាងខ្ញុំមិនចេះអ្វីក៏ដោយក៏គាត់ព្យាយាមបង្រៀនយើងដោយសម្រួលបង្រៀនមិនចេះក៏នៅតែផ្ដល់ស្នាមញញឹមបង្រៀនម្ដងទៀតព្យាយាមអត់ធ្មត់ជាមួយយើងប្រាប់យើងណែនាំយើងជួយយើងមែនតែនឲ្យយើងនឹងបានល្អហើយគាត់មិនដែរប្រើពាក្យសម្ដីធ្ងន់មកកាន់ខ្ញុំឬកូនប្រើពាក្យមិនល្អឬក៏ទុកកូនប្រពន្ធចៅអីអត់ទេបងប្អូនទាំងអស់គ្នាគាត់គឺជាឪពុកដ៏ល្អជាស្វាមីដ៏ល្អមែនតែនសម្រាប់ពួកយើងគឺពួកយើងទទួលបានភាពកក់ក្ដៅពីគាត់មែនតែនដូច្នេះហើយខ្ញុំក៏តែងតែចង់ធ្វើជាគំរូដល់កូនចង់ឲ្យកូនរស់នៅដូចខ្ញុំអញ្ចឹងនៅពេលដែលពួកគេធំឡើងគឺទទួលបានអារម្មណ៍ល្អសុខភាពផ្លូវចិត្តល្អកុមារភាពដ៏ល្អនិងមានជីវិតដ៏ល្អដើម្បីជាបទពិសោធន៍សម្រាប់ពួកគេឲ្យពួកគេនឹងមានអនាគតល្អមានជីវិតមួយដែលរីករាយសម្រាប់ពួកគេមែនតែនបងប្អូនទាំងអស់គ្នាព្យាយាមថែទាំសុខភាពខ្លួនឯងឲ្យល្អហើយនឹងសុខភាពផ្លូវចិត្តផងដែររក្សាឲ្យល្អមិនថាក្នុងនាមយើងជាឪពុកម្ដាយឬក៏ជាកូនទេបងប្អូនទាំងអស់គ្នាអរគុណច្រើននៅការតាមដានវីដេអូរបស់ខ្ញុំណាសូមសុខសប្បាយទាំងអស់គ្នាណាជម្រាបលា